សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយមកចង់ចែករំលែកបងប្អូនទាំងអស់គ្នាអំពីការការពារអំពីគ្រោះថ្នាក់នៃការរន្ទះបាញ់ដោយថ្មីនេះឃើញថារន្ទះនឹងវាចាប់ផ្ដើមមានទៀតហើយព្រោះចូលដល់ខែផ្សារខែអីហ្នឹងចឹងបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ទាក់ទងទៅនឹងអាយុជីវិតហើយនឹងទ្រព្យសម្បត្តិបងប្អូនប្រសិនបើបងប្អូនមិនមានការប្រុងប្រយ័ត្នតាមពិតទៅរន្ទះវាគឺជាការបញ្ចេញចរន្តអគ្គិសនីខ្លាំងមួយរវាងពពកហើយនឹងដីហើយរវាងពពកនិងពពកដែលវាអាចបង្កើតចរន្តអគ្គិសនីកម្ដៅរហូតដល់ 50000 អង្សាដែលធ្វើឲ្យមនុស្សឬក៏សត្វស្លាប់ភ្លាមតែម្ដងដើម្បីអាចការពារគ្រោះថ្នាក់អំពីការរន្ទះបាញ់បានបងប្អូនត្រូវអនុវត្តទៅតាមការណែនាំងាយៗដូចខាងក្រោមទី1នៅពេលដែលបងប្អូនឮសំឡេងស្គរលាន់ទោះបីជាមិនមានភ្លៀងអីក៏ដោយនាំគ្នារុះរាន់ចូលទៅក្នុងអគារឬក្នុងផ្ទះហើយបិទទ្វារឲ្យជិតទៅបើយើងនៅខាងក្រៅយើងអាចចូលទៅក្នុងឡានហើយបិទទ្វារឲ្យជិតកុំចេញទៅកន្លែងទីស្រឡះឬក៏ដូចជាវាលស្រែឬទីលានសួនច្បារឬក៏ឆ្នេរខ្សាច់ទី2បើសិនជាបងប្អូននៅខាងក្រៅឬកន្លែងជ្រឹកអីបាត់បានអីបងប្អូនអង្គុយចុះក្រោមមកដាក់ជើងទឹមគ្នាហើយយកអោនក្បាលចុះទៅក្រោមយកដៃខ្ទប់តិចជៀសវាងកុំផ្កាប់ខ្លួនទៅលើដីបងប្អូនវាអាចធ្វើឲ្យមានការប៉ះពាល់ចរន្តអគ្គិសនីនឹងកាន់តែខ្លាំងព្រោះនៅក្នុងដីវាចរន្តអគ្គិសនីផ្ទុកខ្លាំងណាស់ហើយមួយទៀតបើយើងនៅទីវាលអីហាមផ្ដាច់ខាតកុំជ្រកក្រោមដើមឈើបងប្អូនព្រោះដើមឈើវាជាកន្លែងមួយដែលផ្ទះបាញ់នឹងចរន្តខ្ពស់មែនទែនទី3សូមបងប្អូនទាំងអស់កុំប៉ះពាល់ទៅលើវត្ថុដែលអាចចម្លងកម្ដៅអគ្គិសនីបានដូចជាដែកដូចទឹកដូចទូរស័ព្ទដោយឧបករណ៍គ្រឿងអេលិចផ្សេងនៅពេលដែលមានរន្ទះមានអីហ្នឹងបញ្ចូលដោយទូរស័ព្ទដោយអីដកចេញអស់ជាពិសេសរឿងទូរស័ព្ទយើងត្រូវតែបិទហ្មងបងប្អូនបិទអាហ្នឹងគឺជាសុវត្ថិភាពល្អបំផុតហ្មងហើយមួយទៀតកុំងូតទឹកកុំលាងចានព្រោះវាអាចមានចរន្តអគ្គិសនីខ្លាំងរត់កាត់ឆ្លងតាមទឹកហ្នឹងបងប្អូនអាហ្នឹងខ្លាំងមែនទែនហ្មងទី4បើសិនជាបងប្អូនកំពុងតែលេងទឹកឬក៏ជិះទូកអីនៅពេលដែលមានស្គរលាន់អីរុះរាន់មកទីគោភ្លាមមកព្រោះពេលនៅក្នុងទឹកហ្នឹងវាមានចំហាយចរន្តអគ្គិសនីខ្លាំងជាងនៅលើគោកទៀតកុំគិតថាសុវត្ថិភាពអត់មានសុវត្ថិភាពទេអានោះខ្លាំងជាងនៅលើគោកទៀតបងប្អូនទី5រងចាំហោចណាស់30នាទីបន្ទាប់ពីស្គរលាន់ចុងក្រោយព្រោះទោះជាបីជារាំងភ្លៀងក៏ដោយពេលខ្លះវាអាចនឹងមានផ្ទះបាញ់ម្ដងទៀតបន្ទាប់ពីភ្លៀងរាំងហ្នឹងណាសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នានេះគឺជាវិធីល្អដែលអាចការពារខ្លួនចេញពីរន្ទះបានជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះសូមជួយចុចចែករំលែកវីដេអូនេះទៅកាន់បងប្អូនផ្សេងទៀតផងឲ្យគាត់បានដឹងពីវិធីការពារខ្លួននៅពេលដែលមានរន្ទះផងដែរសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ